មកគុណមើលសម្រាប់ការរីកស្គូស្គាយដើមឈើស្រស់ស្អាតអមសងខាងផ្លូវហើយក៏មានជាទឹកជ្រោះទឹកធ្លាក់អីអញ្ចឹងទៅមានដើមឈើទៅឆឹងទៅឆៃហើយទេសភាពធម្មជាតិបែបនេះគឺលាក់ខ្លួននៅក្នុងហាងកាហ្វេមួយនៅក្នុងខេត្តសៀមរាបបងប្អូនហើយបងប្អូនឃើញសសចេញមកពីដើមឈើហ្នឹងតិចច្រឡំថាផ្សែងអីមែនទេណាគឺទឹកយ៉ាងតិចលហឹមតែម្ដងហើយនិយាយពីសម្លេងទឹកធ្លាក់សម្លេងចាបយំអីមើលទៅគឺថានៅក្នុងធម្មជាតិពិតតែម្ដងហើយក៏មានកាហ្វេក៏មានភេសជ្ជៈផ្សេងម្ហូបអាហារផ្សេងនៅក្នុងនឹងដែរដែលបងប្អូនអាចក៏មកញ៉ាំបានហើយបងប្អូនអាចអង្គុយលេងនៅកន្លែងដែលត្រជាក់ហើយក៏បានថតរូបស្អាតផងដែរបងប្អូននឹងតែមើលទេសភាពស្រស់ស្អាតលាក់ខ្លួនក្នុងហាងកាហ្វេមកមើលទីតាំងណាបងប្អូនផ្លូវក្រោយក្នុងខ្ញុំនេះគឺជាផ្លូវមកពីរង្វង់មូលផ្ការរំដួលបងប្អូននៅស្វាយធំឯខេត្តសៀមរាបអញ្ចឹងបើបងប្អូនជិះលើផ្លូវជាតិលេខ 6A មកពីសៀមរាបវិញគឺនៅស្ដាំដៃយើងបត់តាមរង្វង់មូលតែបើមកពីភ្នំពេញគឺនៅឆ្វេងដៃហើយពេលដែលបត់មកយើងឃើញផ្លាកគេដាក់ឲ្យនៅហួសផ្សារធីតាអង្គរបន្តិចផ្សារធីតាអង្គរហ្នឹងនៅខាងស្ដាំដៃពេលយើងបត់មកដល់ពេលហើយយើងមើលទៅឃើញមានបូរីមួយហ្នឹងយើងបត់ចូលបូរីដូចក្នុងរូបនេះមកណាបងប្អូនហើយពេលដែលដើរចូលក្នុងបូរីហ្នឹងគឺមានផ្លាកសញ្ញាឲ្យបត់ទៅហើយគឺនិយាយទៅគេមានផ្លាកប្រាប់រហូតបងប្អូនហើយកន្លែងនេះគឺមុខហាងកាហ្វេគឺមានខ្លោងទ្វារធំបែបហ្នឹងហើយហាងកាហ្វេនេះមានឈ្មោះថាចេស្តាកាហ្វេអញ្ចឹងគឺនៅក្នុងខេត្តសៀមរាបហ្នឹងឯងគឺអត់តន់ដល់ក្រុងទេណាបងប្អូនហើយការដែលយើងចូលទៅគឺយើងត្រូវការទិញសបុតអញ្ចឹងក្នុងសបុតហ្នឹងម្នាក់គឺ$2ណាបងប្អូនហើយសបុតហ្នឹងគឺយើងអាចដូរយកទៅដូរប្រើដូចជាសបុតទឹកប្រាក់អញ្ចឹងគឺចំនួន$2ហ្នឹងឯងគឺយើងទិញអីថែមយើងថែមលុយទៅតាមហ្នឹងទៅអញ្ចឹងគឺឲ្យតែចូលគឺយើងត្រូវទិញសបុតហ្នឹងឯងម្នាក់អស់$2អញ្ចឹងទៅយើងទិញអីបន្ថែមគឺយើងប្រើសបុតហ្នឹងជាចំនួនទឹកប្រាក់$2សម្រាប់យើងទិញហើយនេះគឺជាទេសភាពដែលយើងមកដល់គឺមកដល់ភ្លាមនិយាយទៅមកដល់ភ្លាមតាក់ភ្នែកហ្មងគឺអត់តន់ទៅយកកាហ្វេយកអីអត់តន់យកសបុតហ្នឹងទៅដូរយកអីទេគឺយើងចង់មកមើលទេសភាពសិនហើយទេសភាពគឺថាសិតតែដើមឈើហ្មងនិយាយទៅគឺដូចនៅក្នុងព្រៃអញ្ចឹងហ្មងបងប្អូនហើយតិចហើយឮសលេងសត្វយំសត្វអីអញ្ចឹងទៅគឺខ្ញុំទៅនេះយើងល្ងាចអីហ្នឹងម៉ោង4ណាអញ្ចឹងទៅរៀងស្ងប់ស្ងាត់តែខ្ញុំមិនដឹងថាបើសិនជាទៅថ្ងៃឬក៏ព្រឹកមនុស្សច្រើនអត់សូវស្ងប់ស្ងាត់អីអត់ដឹងទេណាតែដោយសារខ្ញុំទៅនេះគឺម៉ោង4នេះគឺស្ងប់ស្ងាត់ល្អមែនតើអញ្ចឹងមុននឹងខ្ញុំបង្ហាញបងប្អូនពីទេសភាពកន្លែងថតរូបស្អាតផ្សេងទៀតណាខ្ញុំសូមនាំបងប្អូនទៅមើលកន្លែងដែលយើងអាចកំងជាអាហារឬក៏ភេសជ្ជៈញ៉ាំបានវិញណាបងប្អូនហើយសម្រាប់ការដែលចូលទៅហ្នឹងគឺយើងយកសបុតដែលយើងបានទិញមិញហ្នឹងយកទៅផ្គប់ជាមួយនឹងទឹកប្រាក់បន្ថែមដែលយើងចង់ចំណាយទៅលើភេសជ្ជៈឬក៏ម្ហូបដែលយើងទិញនៅកន្លែងហ្នឹងអញ្ចឹងណាបងប្អូនហើយនេះគឺជាកន្លែងដែលយើងឈររងចាំហើយយើងត្រូវការសបុត2ស្លឹកនេះដើម្បីយកទៅដូរដើម្បីបន្ថែមទឹកប្រាក់ទៅហើយគេពេលដែលយើងកំងហើយគេនឹងឲ្យម៉ាស៊ីនទូចនេះមួយហើយនៅពេលដែលម៉ាស៊ីននឹងលោតទៅខ្ញុំគិតថាខ្ញុំត្រូវដើរទៅយកភេសជ្ជៈខ្លួនឯងហើយខំដើរទៅហើយមានអីគេលើកមកដល់តុកអញ្ចឹងគឺគេលើកមកដល់តុកទេគេគ្រាន់តែទុកអាហ្នឹងជាសញ្ញាលោតប្រាប់ថាយើងនៅណាអញ្ចឹងណាអញ្ចឹងគឺខ្ញុំកំងតែបៃតងអត់ហ៊ានផឹកកាហ្វេទេព្រោះអីទៅហ្នឹងគឺម៉ោង4ហើយតែប្តីខ្ញុំគឺគាត់ញ៉ាំកាហ្វេអញ្ចឹងគឺម្នាក់ញ៉ាំកាហ្វេម្នាក់ញ៉ាំតែបៃតងអញ្ចឹងទៅហើយយើងក៏ជ្រើសរើសកន្លែងដែលអង្គុយញ៉ាំកាហ្វេហ្នឹងគឺនៅក្បែរទឹកធ្លាក់មិញហ្នឹងឯងបងប្អូនគឺយើងនៅខាងភោជនីយដ្ឋានហ្នឹងប៉ុន្តែគឺយើងអង្គុយខាងក្រៅនៅក្បែរទឹកធ្លាក់ហ្នឹងឯងហើយសម្រាប់ឯរសជាតិកាហ្វេហើយនឹងរសជាតិតែបៃតងគឺសម្រាប់ខ្ញុំគឺអាចទទួលយកបានគឺខ្ញុំចូលចិត្តរសជាតិបែបហ្នឹងគឺឈ្ងុយឆ្ងាញ់ខ្ញុំកំងនេះគឺជាតែបៃតងតែឡាតេបៃតងបងប្អូនហើយសម្រាប់ឲ្យកាហ្វេគឺបានភ្លក់របស់ប្តីខ្ញុំមួយម៉ាត់ដែរអញ្ចឹងកាហ្វេក៏រសជាតិគួរសមដែរគឺនិយាយទៅការញ៉ាំកាហ្វេញ៉ាំភេសជ្ជៈហ្នឹងគឺចំណង់ចំណូលចិត្តយើងគឺផ្សេងគ្នាប៉ុន្តែប៉ុណ្ណឹងរសជាតិប៉ុណ្ណឹងគឺខ្ញុំអាចទទួលយកបានហើយឆ្ងាញ់សម្រាប់ខ្ញុំហើយលើសពីកាហ្វេអ្វីដែលខ្ញុំពេញចិត្តខ្លាំងហ្មងគឺទេសភាពដែលយើងអាចថតរូបបានច្រើនបែបច្រើន style មែនតើបងប្អូនសម្រាប់ខ្ញុំគឺអត់ដឹងថាមកដល់ហ្នឹងទេសភាពគួរឲ្យស្រឡាញ់បែបហ្នឹងទេអត់ដឹងថាទេសភាពមិនទេដោយសារតែធ្លាប់ឮតែប្អូនថ្លៃខ្ញុំគាត់ប្រាប់ថាមានហាងកាហ្វេនៅក្បែរផ្ទះម៉ាក់ខ្ញុំអញ្ចឹងណាដល់ពេលហើយពេលដែលមកហ្នឹងគឺចៃដន្យទេម៉ាក់គាត់ប្រាប់ថាហាងកាហ្វេហ្នឹងនៅទល់មុខផ្ទះគាត់ហើយអញ្ចឹងគឺដើរមកទាំងស្លៀកពាក់បែបហ្នឹងគឺជិះពីភ្នំពេញមកតាមឡានមកគឺកៅហ្នឹងគឺមកតែម្ដងណាសូម្បីតែមុខអីក៏បានរៀបចំឯណាសម្រាប់សម្បកមកអញ្ចឹងហ្មងទៅដោយសារតែខ្ញុំទៅហ្នឹងគឺអត់មានកម្រងទៅដើរលេងទេគឺមានការទៅសៀមរាបអញ្ចឹងណាប៉ុន្តែដោយសារតែហាងកាហ្វេនៅទល់មុខផ្ទះម៉ាក់អញ្ចឹងហើយទៅខ្ញុំបានទៅ review ហាងកាហ្វេនឹងគេដែរទៅហើយបើតាមដឹងតាមម៉ាក់គឺគាត់ថាហាងកាហ្វេនេះគឺធ្វើអត់តរួចរាល់100%ទេអញ្ចឹងចាំមើលបើសិនជាគេរួចរាល់100%ចាំខ្ញុំទៅម្ដងទៀតហើយកន្លែងដែលខ្ញុំស្រឡាញ់ជាងគេគឺកន្លែងនេះបងប្អូនព្រោះអីមើលទៅដូចយើងដើរនៅក្នុងចលងព្រៃភ្នំអញ្ចឹងហ្មងមានទឹកធ្លាក់ហើយគឺមានទឹកអូហូរមកអញ្ចឹងទៀតនិយាយទៅកន្លែងហ្នឹងគឺខ្ញុំស្រឡាញ់ជាងគេហើយខ្ញុំថតរូបក៏បានច្រើនប៉ុស្តិ៍ដែរបងប្អូនគ្រាន់តែថាខ្ជិលបញ្ចូលនៅក្នុងវីដេអូកុំឲ្យវីដេអូវែងពេកអីអញ្ចឹងណាហើយសម្រាប់ខ្ញុំដើរមកដល់កន្លែងហ្នឹងគឺក៏ដល់ពេលទៅវិញដែរព្រោះអីដូចជាដើរអស់ហើយនឹងខ្ញុំដើរឡើងជុំព័ទ្ធជុំវិញគ្រប់
ព្រឹកព្រៃព្រឹក្សាអស់ហើយអញ្ចឹងហើយគឺអស់កន្លែងដើរហើយក៏ដល់ពេលជម្រាបលាត្រឡប់ទៅផ្ទះវិញដែរបងប្អូនហើយសម្រាប់បងប្អូនដែលស្ដាប់ទីតាំងអត់ទាន់បងប្អូនអាច comment សួរបានដោយសារតែបងប្អូនដែលគាត់អត់សូវមកសៀមរាបហើយគាត់ពិបាករកអញ្ចឹងណាអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយ